listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរី នេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ វិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិក នេះខ្ញុំអ៊ូបាណុងសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់វិទ្យុអាស៊ីសេរីជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃសុក្រ 8 កើតខែពុត្របុត្រឆ្នាំវកអត្តស័កពុទ្ធសករាជ 2560 ដែលត្រូវនៅថ្ងៃទី 9 ខែកញ្ញា គ្រិស្តសករាជ 2016 ចាស់ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃតុលាការសម្រេចផ្តន្ទាទោសលោកកឹមសុខាដាក់ពន្ធនាគារ 5 ខែនិងពិន័យលុយ 80,000 រៀលសាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាសំណុំរឿងសកម្មជនតំបន់អារ៉ែងលោកវ៉ែនវ៉ននៅថ្ងៃទី 21 កញ្ញារួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅនេះនាងខ្ញុំអ៊ូបាណុងសូមជូនព័ត៌មានពិស្ដាលោកនាយជាទីមេត្រីនៅថ្ងៃទី 9 ខែកញ្ញាចៅក្រមជំនុំជម្រះសាលាដំបងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសលោកកឹមសុខាដាក់ពន្ធនាគាររយៈពេល 5 ខែនិងពិន័យលុយចំនួន 80,000 រៀលក្រុមសហមេធាវីការពារក្តីឲ្យលោកកឹមសុខាអះអាងថាពួកគេនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសារក្រមរបស់សាលាដំបងរាជធានីភ្នំពេញនេះចាលោកមុំមនីរតមានសេចក្តីរាយការណ៍ព័ត៌មាននេះក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបងរាជធានីភ្នំពេញលោកកៅមនីបានសម្រេចផ្តន្ទាទោសប្រធានស្ដីទីគណៈបព្វប្រឆាំងហើយសាលក្រមក្រោមបទចោទបដិសេធបញ្ចូលខ្លួនក្នុងនាមជាសាក្សីនេះក៏បានបើកផ្លូវឲ្យក្រុមសហមេធាវីរបស់លោកកឹមសុខាប្តឹងឧទ្ធរណ៍បន្តដែរនៅក្នុងអង្គសាវនាការដែលប្រើពេលពេញមួយព្រឹកនិងប្រកាសសាលក្រមនៅរសៀលថ្ងៃដដែលនេះលោកកឹមសុខាត្រូវបានតុលាការរកឃើញថាមានទោសពីបទមានចេតនាបញ្ចូលខ្លួនតាមដីកាកោះរបស់តុលាការជាច្រើនលើកច្រើនសារក្នុងសំណុំរឿងសញ្ចារកម្មទាក់ទិននឹងនាងខុមចន្ទរាទីហៅត្រីមុំបើទោះជាបែបណាសំណុំរឿងពលរដ្ឋមិនទាន់នេះគឺទាំងជនជាប់ចោទលោកកឹមសុខានិងសហមេធាវីការពារក្តីរបស់លោកពុំមានវត្តមាននៅក្នុងអង្គសាវនាការទេសាវនាការដែលមានតែចៅក្រមលោកកៅមីនីតំណាងអាយកាលោកសៀងសុកនិងក្រុមសមត្ថកិច្ចដែលអនុវត្តសាលដីកាកោះនេះគឺមើលទៅហាក់ដូចកំពុងលេងបោះបាល់ឲ្យគ្នាទៅវិញទៅមកក្រុមនគរបាលយុតិធធដែលតែងយកដីកាកោះប្រគល់ឲ្យលោកកឹមសុខាបានឡើងឆ្លើយម្នាក់ម្ដងនៅក្នុងអង្គសាវនាការដោយប្រាប់អង្គជំនុំជម្រះដូចគ្នាថាប្រធានស្ដីទីគណៈបព្វប្រឆាំងមិនដែលចេញមុខមកទទួលដីកាកោះទេដោយរួមទាំងមនុស្សដែលស្និទ្ធនឹងលោកកឹមសុខាផងស្របគ្នានោះនៅក្នុងអង្គសាវនាការក៏បានលើកឡើងពីករណីប្រធានរដ្ឋសភាលោកហេងសំរិនបង្គាប់កាលពីថ្ងៃទី 30 ឧសភាដោយអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីលើសំណុំរឿងនេះដែលមានសមាជិកសភាទាំងអស់របស់បកកណ្ដាលអំណាចគាំទ្រទន្ទឹមនឹងនេះសភាស៊ើបសួរនឹងតុលាការកំពូលបានបដិសេធបណ្ដឹងជាបន្តបន្ទាប់របស់ក្រុមសហមេធាវីជនជាប់ចោទលោកកឹមសុខានិងបានបើកផ្លូវឲ្យតុលាការក្រុងភ្នំពេញបន្តសាវនាការលើអង្គសេចក្តីនៅពេលនេះថាត់ក្រុមហេតុផលនេះហើយដែលតំណាងអាយកាលោកសៀងសុកសម្រាប់ចោទប្រកាន់លោកកឹមសុខាពីបទមិនចូលខ្លួនតាមដីកាកោះក្នុងនាមជាសាក្សីអ្នកច្បាប់ពន្យល់ថាទាក់ទិនអំណាចសាលក្រមដែលមានកម្រិតទោសក្រោម1ឆ្នាំគឺតុលាការកម្រចេញដីកាបង្គាប់ឲ្យចាប់ខ្លួនភ្លាមណាស់ពលត្រូវរងចាំរហូតសាលក្រមចូលសិទ្ធិថាពរដែលមានរយៈពេល1ខែជាមុនសិនក្នុងករណីភីគីជនជាប់ចោទមិនប្តឹងឧទ្ធរណ៍ក្នុងរយៈពេលនេះទេទើបតុលាការបង្គាប់ឲ្យចាប់ខ្លួនបើទោះជាបែបណាក្រុមសហមេធាវីការពារក្តីឲ្យលោកកឹមសុខាឲ្យដឹងថាពួកគេនឹងរៀបចំបណ្ដឹងឧទ្ធរណ៍ប្រឆាំងសាលក្រមនេះលោកសុកសំអឿនប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិនបញ្យល់ថាថ្មីបើកម្រិតទោសមានរយៈពេលខ្លីពិតមែនក៏ដោយចុះក្នុងរយៈពេលដែលសាលក្រមនេះចូលជាស្ថាពរហើយតែជនជាប់ចោទធ្វើមិនដឹងមិនឮទេគឺជៀសមិនផុតពីការចាប់ខ្លួនឡើយជារួមទៅបីជាបទល្មើសមាននឹងក៏ដោយដែលអាចចាប់ជាបានដូចតែទៅតុលាការជាមួយតុលាការបង្គាប់ដែលដាក់ក្នុងសារក្រមតែចាប់ជាបន្តអញ្ចឹងណាអូខេហ្នឹងបានក៏តែជាទីទៅបទមួយទីផ្សារអញ្ចឹងគេមិនចេញស្ដីចឹងទេគេរងចាំឲ្យផុតទៅចូលជាសារប្រូសិនណាជុំវិញសំណុំរឿងពុរមត្តននេះក្រុមអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថានេះជាករណីនយោបាយច្រើនជាងបទល្មើសដែលតុលាការត្រូវចោទប្រកាន់នោះមុនការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជាតិមកដល់គេឃើញថាសមាជិកសភានិងសកម្មជនគណៈបកប្រឆាំងសំខាន់ត្រូវជាប់បណ្ដឹងជាហោហែនៅតុលាការ
ចំណែកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនវិញធ្លាប់ប្រមានថាប្រសិនបើគណៈបកប្រឆាំងនេះចង់បន្តលើបែបនយោបាយជាមួយគណៈបកកណ្ដាលអំណាចលោកនឹងកំដរគោរពទម្រង់ទាំងអស់លោកហ៊ុនសែនហ៊ានប្រឡយថាលោកមានស្នាដៃធ្វើគណៈបកហ៊ុនស៊ិនពេជ្រត្រូវរលាយបាត់ឈ្មោះទៅហើយពីជីវិតនយោបាយនេះបើទោះជាសាលក្រមដែលផ្ដន់ទាទោសលោកកឹមសុខានៅពេលនេះមិនមានអំណាចបង្គាប់ឲ្យចាប់ខ្លួនប្រធានស្ដីទីគណៈបកប្រឆាំងភ្លាមមែនអ្នកវិភាគនយោបាយយល់ឃើញថាលោកកឹមសុខាអាចប្រឈមបាត់បង់សិទ្ធិក្នុងការបោះឆ្នោតនៅពេលខាងមុខយោងមាត្រា139នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចែងថាសមាជិករដ្ឋសភាត្រូវបាត់បង់សមាជិកភាពរបស់ខ្លួនក្នុងករណីសម័យខ្លួនត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋឬមជ្ឈិមណាមួយជុំវិញរឿងនេះលោកអំសំអាតអ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូយល់ឃើញថាសារក្រមនេះនឹងជាសម្ពាធថ្មីមួយបន្ថែមទៀតនាំឲ្យសភាពការកាន់តែស្មុគស្មាញនិងតានតឹងជាងមុនហេតុផលនៃការភ្ជាប់ស្ថានភាពនយោបាយទៅអាដាមកឹមសុខាត្រូវជាប់អញ្ចឹងហើយខ្ញុំគិតថាបើយើងដោះស្រាយគ្នាតាមអ្នកនយោបាយទៅវាស្រួលជាងអញ្ចឹងហើយស្របពេលតុលាការកំពុងជំនុំជម្រះសំណុំរឿងប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិនៅខាងក្រៅបរិវេណតុលាការឯនេះវិញកងសន្តិសុខខណ្ឌ7មករាបានចាប់ខ្លួនសកម្មជនគណៈបកប្រឆាំងលោកអ៊ុំតារាភ្លាមដែរបន្ទាប់ពីរូបគេចូលរួមលើកបដានិងស្រែកទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រឆាំងលោកកឹមសុខាជាមួយសកម្មជនដទៃទៀតក៏ប៉ុន្តែនៅរសៀលថ្ងៃដដែលសកម្មជនរូបនោះត្រូវនគរបាលខណ្ឌ7មករាដោះលែងវិញខ្ញុំមកមនីរតអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីគណៈបកសង្គ្រោះជាតិទាត់ចោលរាល់ការសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញនិងទាមទារឲ្យទម្លាក់ចោលនៅការចោទប្រកាន់ទៅលើលោកកឹមសុខានិងថ្នាក់ដឹកនាំផ្សេងៗទៀតរបស់គណៈបកនេះគណៈបកសង្គ្រោះជាតិប្រមានថាបើការទាមទារមិនទទួលបានជោគជ័យគណៈបកនេះនឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតកម្មអហិង្សាសេចក្តីថ្លែងការណ៍របស់គណៈបកសង្គ្រោះជាតិបែបនេះបន្ទាប់ពីតុលាការរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសឲ្យប្រធានស្ដីទីគណៈបកសង្គ្រោះជាតិគឺលោកកឹមសុខាជាប់ពន្ធនាគារ5ខែនិងពិន័យជាប្រាក់ 80,000 រៀលចាលោកប្រាជើមានសេចក្តីរាយការណ៍ព័ត៌មាននេះភ្លាមក្រោយពីតុលាការប្រកាសសាលក្រមដែលសម្រេចឲ្យលោកកឹមសុខាជាប់ពន្ធនាគារនិងពិន័យជាប្រាក់មន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិប្រាប់អ្នកគាំទ្ររបស់ខ្លួនក្នុងសន្និសីទសារព័ត៌មាននាទីស្នាក់ការកណ្ដាលឲ្យអ្នកគាំទ្រគណៈបកសង្គ្រោះជាតិមកភ្នំពេញក្នុងករណីចាំបាច់ណាមួយតំណាងរាស្ត្រនិងជាមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិលោកអ៊ូចាន់រិទ្ធនិយាយថាគណៈបកសង្គ្រោះជាតិមិនមានការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់តុលាការនេះទេលោកប្រាប់ទៅអ្នកគាំទ្រគណៈបកសង្គ្រោះជាតិឲ្យបន្តតស៊ូដើម្បីឲ្យមានការផ្លាស់ប្ដូរនិងដើម្បីយុត្តិធម៌សង្គមយើងតស៊ូទាំងអស់គ្នាដើម្បីការពារសេរីខ្មែរដើម្បីការពារយុត្តិធម៌នៅកម្ពុជាឆ្នេះជាថ្មីម្ដងទៀតក្នុងនាមគណៈបកប្រជាជាតិចូលរួមជាមួយគណៈបកប្រជាជាតិហើយបន្តចូលរួមទាំងអស់គ្នាតទៀតហើយពេលណាយើងត្រូវការកម្លាំងគឺពេលនោះមកពេញភ្នំពេញរបស់បងការថ្លែងបែបនេះរបស់លោកអ៊ូចាន់រិទ្ធស្រដៀងគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់គណៈបកសង្គ្រោះជាតិដែលបង្ហោះប៉ុន្មានម៉ោងក្រោយពីការសម្រេចរបស់តុលាការក្រុងភ្នំពេញនៅថ្ងៃទី9ខែកញ្ញាគណៈបកសង្គ្រោះជាតិប្រមានថាបើការទាមទារមិនទទួលបានជោគជ័យគណៈបកនឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតកម្មអហិង្សាសេចក្តីថ្លែងការណ៍ដដែលចោទប្រកាន់ថាសាលក្រមរបស់តុលាការក្រុងភ្នំពេញស្ថិតក្រោមសម្ពាធរបស់គណៈបកប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានបង្ហាញវត្តមាននិងថ្លែងជាសាធារណៈក្នុងថ្ងៃតុលាការបើកសវនាការនេះដែរប្រាប់អ្នកគាំទ្រប្រមាណ500នាក់នៅទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិលោកកឹមសុខាចោទប្រកាន់ថាការប្រើប្រាស់ប្រព័ន្ធតុលាការលើរូបលោកគឺជាការរារាំងមិនឲ្យលោកមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខការប្រើប្រាស់ប្រព័ន្ធតុលាការវាយប្រហារប្រឆាំងមកលើសិទ្ធិនយោបាយសិទ្ធិបោះឆ្នោតរបស់ខ្ញុំនេះមិនមែនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោតប៉ុណ្ណោះទេលើសពីនេះទៅទៀតគឺជាការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យសេរីភូមិដែលធានាដោយរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាថ្ងៃនេះខ្ញុំកឹមសុខាមានសុខថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រឹមតែបានសុខនៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈបកសង្គ្រោះជាតិដដែលគណៈបកនេះបញ្យល់ថាការអំពាវនាវឲ្យពលរដ្ឋចូលរួមជាមួយគណៈបកសង្គ្រោះជាតិគឺដើម្បីការពារសេរីភាពរបបប្រជាធិបតេយ្យសេរីពហុបកនិងអភ័យឯកសិទ្ធិសភាអ្នកគាំទ្រគណៈបកសង្គ្រោះជាតិថាពួកគេនឹងបន្តតាមដានព្រឹត្តិការណ៍នេះដោយនាំគ្នាមកជួបប្រជុំនៅទីស្នាក់ការគណៈបកសង្គ្រោះជាតិពួកគេអះអាងថានឹងការពារលោកកឹមសុខាប្រសិនបើមានការចាប់ខ្លួនលោកកឹមសុខាពីក្រមសមត្ថកិច្ចចំពោះបងមានអារម្មណ៍អយុត្តិធម៌ចំ
ចោទប្រកាន់របស់តុលាការនេះវាដូចជារឿងធ្លាប់កំប្លែងវាអត់ពិតប្រាកដអត់ច្បាស់លាស់យើងយកជាការមិនបានអានេះវាថាវាអត់ពិតប្រសិនបើមានការចាប់ខ្លួនគឺបងប្អូនដែលមកទីនេះគឺអត់ឲ្យចាប់បានទេហើយមួយទៀតនៅតែធ្វើការតស៊ូបន្តទៅទៀតដោយអត់មានខ្លាចទេព្រោះអីវាហួសហេតុពេកហើយយើងអត់មានត្រូវខ្លាចទៀតទេចាប្រសិនបើចាប់លោកកឹមសុខាពិតមែនប្រទេសជាតិនឹងកើតកោលាហលបើប្រទេសកើតកោលាហលវឹកថ្ងៃណាគឺនិស្សិតប្រសង់គឺចេញមកតវ៉ាដើម្បីរកសេរីភាពក្រោយការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញអ្នកគាំទ្រគណបកសង្គ្រោះជាតិនៅតែបង្ហាញវត្តមានរបស់ខ្លួននៅទីស្នាក់ការកណ្ដាលគណបកសង្គ្រោះជាតិស្ថិតក្នុងសង្កាត់ចាក់អរ៉េលើរាជធានីភ្នំពេញដដែលដោយឡែកមិនឃើញមានក្រុមសមត្ថកិច្ចដាក់ពង្រាយឬចល័តនៅបរិវេណទីស្នាក់ការគណបកសង្គ្រោះជាតិនោះទេខ្ញុំប្រាជ្ញាវ៉ាស៊ីសេរីភ្នំពេញចាលោកអ្នកនាងជាទីមេត្រីក្រុមសមាជិកសភាគណៈបកសង្គ្រោះជាតិចេញឯកសារសមួយច្បាប់នៅថ្ងៃទី9ខែកញ្ញាមុននឹងចៅក្រមសាលាដំបងរាជធានីភ្នំពេញសម្រាប់ផ្តន្ទាទោសលោកកឹមសុខាដាក់ពន្ធនាគារ5ខែនិងពិន័យជាប្រាក់ 80,000 រៀលពីបទបដិសេធក្នុងការចូលខ្លួនចាឯកសារសនេះបានបង្ហាញពីចំណុចមួយចំនួនដែលសមាជិកសភាបកនេះចាត់ទុកថាដំណើរការរបស់តុលាការគឺជាការរំលោភបំពាននីតិវិធីច្បាប់ដូចជាការយកខ្សែអាត់សម្លេងដែលខុសច្បាប់ធ្វើជាដើមចងនៃសំណុំរឿងក្តីការកោះហៅលោកកឹមសុខាមកបំភ្លឺជាសាក្សីគឺជាអន្ទាក់ត្បិតតុលាការមិនទាន់បានហៅដើមចោទនិងចុងចោទមកបំភ្លឺទេចាស់ចំណែកឯសាក្សីវិញគឺមិនដែលខ្លាចទៅជាជនជាប់ចោទនោះទេឆ្លើយតបទៅនឹងការលើកឡើងរបស់បកប្រឆាំងអ្នកនាំពាក្យក្រសួងយុតិធម៌លោកកឹមសន្តិភាពថាដំណើរការនីតិវិធីរបស់តុលាការនៅពេលនេះគឺជារឿងច្បាប់និងបុគ្គលប៉ុណ្ណោះមិនមែនជារឿងនយោបាយនោះទេលោកបញ្ជាក់ថានេះគឺជាទួនាទីនិងកាតព្វកិច្ចច្បាប់របស់តុលាការហើយក៏មិនមាននរណាម្នាក់អាចជ្រៀតជ្រែកបាននោះឡើយចាឯកសារសដដែលនោះបានលើកឡើងថាការចោទប្រកាន់ពីបទល្មើសជាក់ស្ដែងដោយការបដិសេធក្នុងការចូលខ្លួនតាមមាត្រា538នៃក្រមព្រហ្មទណ្ឌក៏មិនត្រឹមត្រូវដែរត្បិតរាល់ពេលដែលលោកកឹមសុខាមិនបានចូលខ្លួនដោយផ្ទាល់ក៏លោកបានជូនដំណឹងជាលាយលក្ខណ៍អក្សរតាមរយៈមេធាវីទៅតុលាការបញ្ជាក់ពីមូលហេតុសមស្របក្នុងការមិនចូលខ្លួនចាចំពោះនីតិវិធីរដ្ឋសភាវិញឯកសារសនោះក៏បានបង្ហាញដែរថាគឺជាការរំលោភទាំងរដ្ឋធម្មនុញ្ញនិងអភ័យឯកសិទ្ធិសភាត្បិតរដ្ឋធម្មនុញ្ញមាត្រាទី80ចែងថាគ្មានការចាប់ខ្លួនឃុំខ្លួនឬចាប់ប្រកាន់តំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិសភានោះទេរដ្ឋសភាអនុម័តដល់អភ័យឯកសិទ្ធិតំណាងរាស្ត្ររូបនោះដោយសម្លេង2/3ដាច់ខាតដោយគ្មានបទបញ្ញត្តិច្បាប់ណាឲ្យរដ្ឋសភាអនុម័តសម្លេង50/1ឲ្យតុលាការបន្តនីតិវិធីនោះទេចាលោកអ្នកនាងជាទីមេត្រីស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសនៅថ្ងៃទី9ខែកញ្ញាប្រតិកម្មទៅនឹងអ្នកនាំពាក្យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអ្នកស្រីរ៉ាវីណាហ្សាដាសានីដែលពេលថ្មីៗកន្លងទៅនេះបានរិះគន់ចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជាលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនៅព្រឹកស្អែកលោកអ្នកនាងជាទីមេត្រីសាលាឧទ្ធរសម្រាប់យកថ្ងៃទី21ខែកញ្ញាខាងមុខនេះជាថ្ងៃប្រកាសសាលដីកាសំណុំរឿងរបស់សកម្មជនបរិស្ថានតំបន់អារ៉ែនលោកវ៉ែនវ៉ុនសេចក្តីសម្រេចនេះធ្វើឡើងនៅក្រៅពីសាលាឧទ្ធរសម្រាប់បើកសវនាការករណីបណ្ដឹងជំទាស់ឲ្យទម្លាក់រាល់បទចោទទៅលើលោកវ៉ែនវ៉ុនអស់រយៈពេលជាច្រើនម៉ោងនៅព្រឹកថ្ងៃទី9ខែកញ្ញានេះចាសកម្មជនការពារបរិស្ថានតំបន់អារ៉ៃនិងជាប្រធានសហគមន៍ជនជាតិដើមភាគតិចជងរស់នៅឃុំជំនាបស្រុកថ្មបាំងលោកវ៉ាន់វ៉ុនថ្លែងបន្ទាប់ពីសវនាការថាសាលាឧទ្ធរគួរតែពិចារណាទៅតាមការទាមទាររបស់លោកត្បិតលោកពុំបានប្រព្រឹត្តដោយការចោទនិងសាលក្រមរបស់សាលាដំបងខេត្តកោះកុងទេខ្ញុំអត់អាចគួរទាំងជាអ្នកមានទោសទីពីព្រោះខ្ញុំទី1គឺខ្ញុំជាជនជាតិដើមភាគតិចជងដែលរស់នៅតំបន់ហ្នឹងទី2គឺឈើហ្នឹងគឺខ្ញុំបានទិញគេបាទដើម្បីយកមកសាងសង់រោងសហគមន៍ដើម្បីបម្រើផលប្រយោជន៍រួមទី1គឺបម្រើផ្នែកសេវាទេសចរឲ្យប្រជាពលរដ្ឋមានប្រភពចំណូលទី2គឺយើងអាចនឹងផ្ដល់ជាទីតាំងមួយដើម្បីបណ្ដុះបណ្ដាលយុវជនក៏ដូចជាក្មេងៗដូចជាឲ្យបានរៀនជាភាសាអង់គ្លេសឬក៏ជា
ចំណេះដឹងផ្នែកផ្សេងៗដូចជាច្បាប់អីអញ្ចឹងជាដើម លោកវ៉ាន់វ៉នត្រូវបានតុលាការចាប់ខ្លួននិងបញ្ជូនទៅកាន់ពន្ធនាគារខេត្តកោះកុងកាលពីថ្ងៃទី 7 ខែតុលាឆ្នាំ 2015 ដោយបានចោទប្រកាន់ចំនួន 2 បទចោទគឺទាក់ទងទៅនឹងការប្រមូលអនុផលព្រៃឈើនិងការបំបត្តិវត្ថុតាងចៅក្រមសាលាដំបងខេត្តកោះកុងនៅព្រឹកថ្ងៃទី 3 ខែមិនិនាបានប្រកាសសាលក្រមលើសំណុំរឿងលោកវ៉ាន់វ៉នឲ្យជាប់ពន្ធនាគារចំនួន 1 ឆ្នាំប៉ុន្តែទោសនេះត្រូវបានព្យួរដែលអាចឲ្យជនជាប់ចោទនៅក្រៅពន្ធនាគារមេធាវីការពារឲ្យលោកវ៉ាន់វ៉នបានដាក់ពាក្យបណ្ដឹងសារទុកទៅសាលាឧទ្ធរជំទាស់នឹងសាលក្រមសាលាដំបងនេះដោយបានទាមទារឲ្យទម្លាក់រាល់បទចោទទាំងឡាយប្រឆាំងនឹងរូបលោកមេធាវីការពារជនជាប់ចោទនឹងសង្គមស៊ីវិលបានស្នើឲ្យតុលាការទម្លាក់រាល់បទចោទទាំងពីរករណីនេះចោលព្រោះថាសកម្មជនការពារបរិស្ថានរូបនេះមិនបានប្រព្រឹត្តខុសដោយការចោទប្រកាន់នោះទេលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីលោកអ្នកនាងទើបតែបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់ Visu Azizi Serai ដែលរៀបចំដោយនាងខ្ញុំឧបណងសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់វេទិកាអ្នកស្ដាប់ Visu Azizi Serai នៅពេលបន្តិចទៀតនេះលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីនៅយប់ថ្ងៃសុក្រនេះនាទីវេទិកាអ្នកស្ដាប់ Visu Azizi Serai របស់យើងនឹងពិភាក្សាគ្នាក្រោមប្រធានបទភាពស្របច្បាប់នៃការជំនុំជម្រះលោកកឹមសុខាលោកអ្នកនាងក៏អាចចូលរួមផ្ដល់យោបល់ឬសួរវាគ្មិនកិត្តិយសរបស់នាទីយើងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ012 811 911លេខ011 611 711និងលេខ023 211 804ចាលោកអ្នកនាងក៏អាចសួរជាសំណួរមកកាន់កម្មវិធីយើងទាំងមុននិងក្នុងពេលកំពុងផ្សាយតាមរយៈ email askrfa@rfa.org ឬតាមបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa.cambodia ដំណើរគ្នានេះដែរលោកអ្នកនាងក៏អាចទស្សនាវីដេអូតាមអ៊ីនធឺណិតបានដែរសូមលោកអ្នកនាងចូលទៅកាន់គេហទំព័រwww.rfa.org/khmer រួចចុចនៅលើពាក្យថាផ្សាយផ្ទាល់វេទិកាអ្នកស្ដាប់ដែលនៅខាងស្ដាំនៃទំព័រដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់នៃកម្មវិធីវេទិកាអ្នកស្ដាប់ Visu Azizi Serai ដែលផ្សាយចាប់ពីពេលនេះរហូតដល់ម៉ោង 8 កន្លះយប់ម៉ោងនៅកម្ពុជាចាស់កម្មវិធីនេះសម្របសម្រួលដោយលោកជីវិតាវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទខ្ញុំបាទជីវិតាសូមជម្រាបសួរលោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីបាទដោយបានជម្រាបហើយក្នុងរាត្រីនេះយើងនឹងពិភាក្សាពីប្រធានបទជុំវិញសាលក្រមតុលាការរាជធានីភ្នំពេញដែលបានផ្តន្ទាទោសលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិដាក់ពន្ធនាគារចំនួន 5 ខែបាទឥឡូវនេះយើងមានវាគ្មិន 3 រូបចូលរួមគឺលោកស្រីមេសុភារីនិងលោកហែមសុជាតិដែលលោកទាំងពីរជាមេធាវីរបស់លោកកឹមសុខានិងលោកអំសំអាតអ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូបាទសូមជម្រាបសួរលោកវាគ្មិនទាំង3បាទបាទសូមជម្រាបសួរបាទសូមជម្រាបសួរប្រិយមិត្តវិទ្យុអាស៊ីសេរីជាទីគោរពបាទសូមជម្រាបដែរថានៅវេលាម៉ោង 8:30 នាទីយប់នេះទូរទស្សន៍អាស៊ីសេរីផ្សាយលើបណ្ដាញ Facebook នឹងមានបទសម្ភាសន៍ជាមួយលោកកឹមសុខាដើម្បីចង់ដឹងពីប្រតិកម្មរបស់គាត់ផ្ទាល់ចំពោះសាលក្រមសាលាដំបងនេះបាទលោកនាងសូមលោកនាងរងចាំទស្សនាដោយមេត្រីបាទថ្ងៃនេះតុលាការរាជធានីភ្នំពេញបានចេញសាលក្រមកំបាំងមុខផ្ដន្ទាទោសលោកកឹមសុខាដាក់ពន្ធនាគារ 5 ខែនិងពិន័យប្រាក់ 8 សែនរៀលពីបទបដិសេធក្នុងការចូលខ្លួនទៅតុលាការធ្វើជាសាក្សី2 ដងរឿងសច្ចារកម្មបាទសវនាការអង្គសេចក្តីកាលពីព្រឹកមិញនេះដែលខ្ញុំចូលរួមសង្កេតការណ៍ដែរនោះគឺអវត្តមានលោកកឹមសុខាផងនិងអវត្តមានមេធាវីរបស់គាត់ផងបាទប៉ុន្តែឥឡូវមេធាវី2 រូបរបស់លោកកឹមសុខានៅអង្គុយនៅក្នុងបន្ទប់ផ្សាយសម្លេងវិទ្យុអាស៊ីសេរីនៅទីក្រុងភ្នំពេញជាមួយខ្ញុំបាទនេះបាទដំបូងខ្ញុំចង់ជម្រាបសួរលោកស្រីមេសុភារីដែលជាមេធាវីចង់ដឹងថាតើមានប្រតិកម្មយ៉ាងណាដែរចំពោះសាលក្រមតុលាការថ្ងៃនេះបាទចាតកតងទៅនឹងការប្រកាសសាលក្រមក៏ដូចជាការជំនុំជម្រះលើបណ្ដឹងអង្គសេចក្តីរបស់អាយដាមកឹមសុខាកាលពីព្រឹកមិញនេះយើងខ្ញុំជាមេធាវី
ហើយក៏ដូចជាខ្លួនខ្ញុំផ្ទាល់គឺមិនអាចទទួលយកនៅសារក្រមហើយក៏ដូចជាមិនអាចទទួលយកនៅការជំនុំជម្រះសេចក្តីការវិព្រឹកមិញនេះបាននោះទេដោយហេតុថាក្រុមមេធាវីយើងខ្ញុំទាំងអស់គ្នាមុនពេលដែលចាប់ដើមសវនាការនេះគឺពួកយើងខ្ញុំបានដាក់ពាក្យសុំបញ្ជាពេលម្ដងហើយក្រោយមកគឺនៅថ្ងៃទី8គឺថ្ងៃម្សិលមិញហ្នឹងពួកយើងខ្ញុំបានដាក់ពាក្យដិតចិត្តចៅក្រមដិតចិត្តនេះគឺមានន័យថាសូមផ្លាស់ប្ដូរចៅក្រមជំនុំជម្រះអញ្ចឹងក្រោយពីពួកយើងខ្ញុំបានដាក់ពាក្យប្តឹងដិតចិត្តចៅក្រមយើងខ្ញុំមិនបានទទួលសេចក្តីសម្រេចពីសាលាឧទ្ធរមកវិញទេថាតើបណ្ដឹងដិតចិត្តរបស់យើងនឹងត្រូវបានសាលាឧទ្ធរទទួលយកឬមួយក៏ច្រានចោលផ្ទុយទៅវិញគឺយើងបានទទួលដំណឹងតាក់ទងទៅនឹងសេចក្តីសម្រេចនៃបណ្ដឹងដិតចិត្តនេះនៅពេលដែលសវនាការក្នុងអំឡុងពេលដែលសវនាការបានបញ្ចប់ទៅហើយអញ្ចឹងមានន័យថាមេធាវីពុំទាន់បានដឹងថាតើពាក្យប្តឹងសុំដិតចិត្តរបស់ខ្លួននេះតុលាការទទួលយកឬមួយក៏អត់ប៉ុន្តែនៅក្នុងសវនាការការវិព្រឹកមិញដែលខ្ញុំអង្គុយស្ដាប់ដែរនោះគឺខាងចៅក្រមនឹងបានកលាបញ្ជីបានអានអំពីសេចក្តីសម្រេចរបស់សាលាឧទ្ធរអំពីបណ្ដឹងដិតចិត្តរបស់ក្រុមមេធាវីរបស់លោកកឹមសុខានឹងគឺគេច្រានចោលបាទចានៅក្នុងអង្គសវនាការខ្ញុំមិនដឹងថាគេអានឬមិនអានទេក៏ប៉ុន្តែរាល់ពេលរាល់លិខិតឬបណ្ដឹងរបស់មេធាវីដែលបានប្តឹងទៅសេចក្តីជូនដំណឹងមកវិញត្រូវជូនដំណឹងឲ្យដល់មេធាវីឲ្យបានដឹងប៉ុន្តែពួកយើងខ្ញុំគឺអត់បានទទួលដំណឹងនឹងទេស្របពេលដែលសវនាការគេកំពុងដំណើរការបាត់ទៅហើយនេះបើសិនជាក្រុមមេធាវីយើងខ្ញុំដឹងថាបណ្ដឹងរបស់ពួកយើងត្រូវបានសាលាឧទ្ធរច្រានចោលតាក់ទងនឹងបណ្ដឹងដិតចិត្តប្រហែលជាពួកយើងខ្ញុំនឹងចូលរួមសវនាការហ្នឹងហើយចាប៉ុន្តែដោយសារពួកយើងអត់បានដឹងពីដំណឹងថាគេច្រានចោលនោះទេហើយដឹងស្របពេលដែលគេសវនាការនិយាយរួមគឺសវនាការជិតចប់បាត់ហើយបានយើងដឹងថាមានបណ្ដឹងរបស់យើងហ្នឹងគេបានន័យថាសាលាឧទ្ធរនោះអត់ចេញសេចក្តីសម្រេចផ្ញើមកក្រុមមេធាវីទេគេផ្ញើមកហើយប៉ុន្តែផ្ញើមកហ្នឹងគឺឲ្យអាជ្ញាសាលាយកមកឲ្យមេធាវីហ្នឹងគឺក្រោយពេលដែលសវនាការគេដំណើរការបាត់ទៅហើយចាហើយនេះយើងមិនពេញចិត្តនឹងសារក្រមត្រង់ចំណុចថាមេធាវីយើងខ្ញុំអត់បានទទួលដំណឹងច្បាស់លាស់ថានីតិវិធីសវនាការដែលនឹងត្រូវប្រព្រឹត្តទៅថ្ងៃ9ហ្នឹងនៅតែបន្តទៅទៀតឬមួយក៏លើកចោលតាមបណ្ដឹងដិតចិត្តរបស់យើងនេះគឺពួកយើងអត់ទាន់បានគិតដល់កំហុសនីតិវិធីផ្សេងចាប់តាំងពីកសាងសំណុំរឿងមកនៅឡើយផងចាហើយខ្ញុំនឹងបញ្ជាក់ជូនថាតើកំហុសអីផ្សេងទៀតតើតើទៅនឹងនីតិវិធីក្នុងរឿងហ្នឹងឥឡូវយើងខ្ញុំគ្រាន់តែបញ្ជាក់ជូនថាយើងអត់ពេញចិត្តត្រង់ចំណុចហ្នឹងមួយតើតើសារក្រមហើយនៅចំណុចផ្សេងទៀតនៃសារក្រមហ្នឹងដែលយើងអត់ពេញចិត្តចាតែខ្ញុំនឹងត្រឡប់មកសួរលោកស្រីវិញលោកមេធាវីហែមសុជាតិក្រុមមេធាវីរបស់លោកដូចលោកស្រីមេងសុភារីបានលើកឡើងបានបណ្ដឹងដិតចិត្តទៅសាលាឧទ្ធរមានន័យថាមិនពេញចិត្តនៅចៅក្រមកៅមនីដែលលោកជាចៅក្រមជំនុំជម្រះនៅថ្ងៃនេះខ្ញុំចង់ដឹងថាហេតុអីបានបណ្ដឹងដិតចិត្តចង់ផ្លាស់ប្ដូរចៅក្រមនេះបាទហេតុអីលោកចៅក្រមមនីមានកំហុសអីបាទមេធាវីយើងទាំងអស់គ្នាសម្រាប់ធ្វើបណ្ដឹងដិតចិត្តលោកចៅក្រមកៅមនីនោះគឺយើងមានហេតុផលរបស់យើងថាលោកចៅក្រមកៅមនីកាលពីគាត់ជាចៅក្រមស៊ើបសួរនៅក្នុងសំណុំរឿងរបស់អ្នកតំណាងរាស្ត្រដូចជាមានលោកស្រីមូសុខួរលោកហូវ៉ាន់ហើយនិងអ្នកតំណាងរាស្ត្រមួយចំនួនទៀតគឺលោកកៅមនីគាត់ធ្លាប់បានចាត់ការក្នុងនាមជាចៅក្រមស៊ើបសួរហើយគាត់ក៏បានចេញដីកាឃុំខ្លួនអ្នកតំណាងរាស្ត្ររបស់យើងអញ្ចឹងយើងមេធាវីយល់ឃើញថាគាត់ធ្លាប់មានចំណាត់ការលើរឿងនយោបាយកន្លងមកអញ្ចឹងរឿងនយោបាយកន្លងមកត្រូវបានមជ្ឈដ្ឋានគិតថាចៅក្រមដែលធ្លាប់ចាត់ការសំណុំរឿងអ្នកនយោបាយនោះហាក់បីដូចជាមានភាពលំអៀងអញ្ចឹងហើយបានជាក្រុមមេធាវីយើងគិតហេតុផលត្រង់ចំណុចនេះបានជាយើងធ្វើបណ្ដឹងដិតចិត្តទៅលើលោកចៅក្រមជំនុំជម្រះលោកកៅមនីបាទសូមអរគុណឥឡូវខ្ញុំសូមងាកមកលោកអំសំអាតលោកអំសំអាតជាមន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សនៃអង្គការលីកាដូ
លោកអនសមត្ថតើលោកមើលឃើញសាលក្រមនេះដែលបានផ្ដន់ទាទោសលោកកឹមសុខាដាក់ពន្ធនាគារ5ខែហ្នឹងវាអាចប៉ះពាល់ដល់អភ័យឯកសិទ្ធិរបស់គាត់ដែរឬទេបាទបាទសូមអរគុណបាទតកតងនឹងអភ័យឯកសិទ្ធិនេះបើតាមយើងពិនិត្យមើលទៅតកតងនឹងដំណើរការនីតិវិធីទៅលើអាយដាមកឹមសុខានេះយើងដឹងហើយថាបើសិនជាដកអភ័យឯកសិទ្ធិទៅតាមរដ្ឋសភាគឺត្រូវការ2/3ក្នុងការដកអភ័យឯកសិទ្ធិឬក៏ព្យួរអភ័យឯកសិទ្ធិអញ្ចឹងកន្លងមកយើងឃើញថាมันអាចធ្វើបានទេដោយសារតែរោគសម្លេង2/3នេះមិនបានទេហើយអ្វីដែលខ្ញុំជាសង្គមស៊ីវិលយើងជាសង្គមស៊ីវិលយើងព្រួយបារម្ភយើងឃើញថានៅក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទៅលើមាត្រា120ថ្មីដែលគេចែងអំពីការបាត់បង់សមាជិកភាពនៃរដ្ឋសភាហើយគេចែងមាន5ចំណុចនោះគឺថាទី1គឺការមរណភាពទី2គឺការបាត់បង់នៅវិជ្ជាជីវៈបានន័យថាសម្បទានវិជ្ជាជីវៈទី3ការសុំលាលែងដោយមានជាលិខិតអក្សរហើយទី4ចំណុចទី4នេះដែលយើងមានការព្រួយបារម្ភពីព្រោះនៅក្នុងចំណុចទី4គេចែងអំពីសមាជិកភាពរដ្ឋសភាណាដែលតុលាការធ្វើការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋឬមជ្ឈិមដោយមិនបានបញ្ជាក់ឲ្យច្បាស់ថាក្រោយពេលសាលក្រមស្ថាពរទេកន្លែងនេះដែលអាចយើងមានការព្រួយបារម្ភអំពីការបកស្រាយនៅមាត្រាត្រង់នេះហើយធ្វើឲ្យអាយដាមកឹមសុខានឹងគាត់អាចនឹងបាត់បង់អភ័យឯកសិទ្ធិនេះបើសិនជាយើងមើលទៅលើបញ្ហាក្នុងការសម្រេចសាលក្រមរបស់អាយដាមកឹមសុខាបាទអញ្ចឹងនៅក្នុងនេះបើសិនជាគេពិនិត្យទៅលើបទបញ្ជាផ្ទៃក្នុងរដ្ឋសភាច្បាប់លក្ខន្តិកៈស្តីអំពីសមាជិករដ្ឋសភាហើយអ្វីដែលជាការខ្វះចន្លោះដែលយើងមើលទៅថាការចែងហ្នឹងវាហាក់បីដូចជាបើកទូលាយក្នុងការបកស្រាយអញ្ចឹងគឺយើងបារម្ភខ្លាចប៉ះពាល់អភ័យឯកសិទ្ធិរបស់អាយដាមកឹមសុខាអាចនឹងបាត់ហើយនៅពេលដែលបាត់បង់អភ័យដោយស្របច្បាប់បាទពីព្រោះនៅក្នុងច្បាប់ហ្នឹងគេចែងអញ្ចឹងតែម្ដងបាទបើសិនជាសមាជិករដ្ឋសភាណាមួយដែលត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទប្រឆាំឬក៏ពីបទឧក្រិដ្ឋប៉ុន្តែមុនដំណើរទៅដល់កន្លែងកាត់ទោសឲ្យមានទោសបទមជ្ឈិមបទឧក្រិដ្ឋហ្នឹងដំណើរទៅដល់ហ្នឹងថាតើស្របច្បាប់ឬក៏បាទបើយើងនិយាយអំពីដំណើរការស្របច្បាប់មិនស្របច្បាប់អានេះបើសិនជាយើងយកបញ្ហាច្បាប់មកជជែកគ្នាវាវែងឆ្ងាយទេប៉ុន្តែខ្ញុំមើលទៅថាដំណើររឿងអាយដាមកឹមសុខានេះគេហាក់បីរុញទៅតាមតុលាការហើយគេព្យាយាមធ្វើម៉េចឲ្យត្រូវតាមនីតិវិធីប៉ុន្តែបើយើងមើលទៅលើសាលក្រមនេះវិញខ្ញុំគិតថាបើនិយាយពីភាពយុត្តិធម៌វាបាត់ទៅហើយដោយសារអីទី1កំបាំងមុខអវត្តមានអាយដាមកឹមសុខាអវត្តមានមេធាវីសួរថាយុត្តិធម៌មានទេបើសិនជានៅពេលសវនាការដែលសួរដេញដោលនេះហើយអវត្តមានទាំងមេធាវីទាំងអាយដាមកឹមសុខាពីព្រោះទាំងមេធាវីទាំងអាយដាមកឹមសុខាគាត់មានផុសតាងគាត់មានការឆ្លើយដោះសារនិងដោះបន្ទុកសម្រាប់គុណក្តីរបស់គេប៉ុន្តែបើអត់សួរថាតើយុត្តិធម៌បានទៅរួចឬក៏អត់បាទចឹងហើយបាទខ្ញុំគិតថាការជំរុញនីតិវិធីនេះយើងធ្វើឲ្យយើងបារម្ភទៅលើមាត្រា120ថ្មីនៃច្បាប់បោះឆ្នោតស្តីពីការជ្រើសតាំងតំណាងរាស្ត្រហ្នឹងគឺអាចនឹងការបកស្រាយទៅលោកនឹងអាចបាត់បង់អភ័យឯកសិទ្ធិហើយនៅពេលដែលបាត់បង់អភ័យឯកសិទ្ធិគេអាចនឹងមានសំណុំរឿងណាមួយផ្សេងគឺជាការងាយស្រួលហើយបាត់សិទ្ធិចូលឈ្មោះបាត់សិទ្ធិចូលឈ្មោះបោះឆ្នោតផងដែរបាទតើតើរឿងអភ័យឯកសិទ្ធិដដែលនេះខ្ញុំចង់ងាកមកជំរាបសួរលោកស្រីមេសុភារីកាលពីព្រឹកមិញនៅក្នុងសវនាការហ្នឹងគឺខាងព្រះរាជអាជ្ញារាយការណ៍ប្រាប់ចៅក្រមថាគាត់បានស្នើទៅប្រធានរដ្ឋសភាគឺលោកហេងសំរិនសូមការអនុញ្ញាតហើយដើម្បីចាត់ការលោកកឹមសុខាហើយតំណាងរាស្ត្រគណៈបកកាន់អំណាច68សម្លេងហ្នឹងបានប្រជុំយល់ព្រម
ឲ្យតុលាការបន្តនីតិវិធីសំណួរខ្ញុំសួរថាតើនេះសមស្របត្រឹមត្រូវតាមច្បាប់ឬអត់តាចារឿងដែលសមត្ថកិច្ចដាក់ស្នើដាក់លិខិតទៅរដ្ឋសភាតកតងទៅនឹងករណីរបស់ឯកឧត្តមកុមសុខាហ្នឹងបើយើងពិនិត្យមើលទៅលើមាត្រា80រដ្ឋធម្មនុញ្ញបើទោះបីជាមានបទល្មើសជាក់ស្ដែងក៏ដោយក៏ត្រូវការលើកអភ័យឯកសិទ្ធិភាពជាមុនសិនដែរដើម្បីអាចឲ្យស្ថាប័នមានសមត្ថកិច្ចធ្វើការចាប់ចោទឬក៏ឃុំខ្លួននៅសមាជិកសភារូបណាមួយបានតើតែមានការលើកអភ័យឯកសិទ្ធិសភាហើយនៅក្នុងមាត្រា80ហ្នឹងគឺមានចែងច្បាស់នៅត្រង់កថាខណ្ឌទីតែបើបទល្មើសជាក់ស្ដែងអាចចាប់សិនហ៎មិនចាំបាច់ទៅសុំទេអាចចាប់សិនហើយចាំមករាយការណ៍ចាបើសិនជាបទល្មើសជាក់ស្ដែងត្រូវចាប់សិនហើយអាចទៅរាយការណ៍ជូនសភាឲ្យធ្វើការសម្រេចថាតើត្រូវធ្វើការចោទប្រកាន់ឬមួយក៏ទម្លាក់បទចោទអញ្ចឹងចាប៉ុន្តែដោយក្នុងករណីនេះគឺយើងឃើញថានៅមាត្រា80នៅកថាខណ្ឌទី4កថាខណ្ឌទី4គឺបានបញ្ជាក់ច្បាស់ត្មងថាសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំសភាខាងមុខដើម្បីអនុម័តតាមមតិភាគច្រើន2/3នៃសមាជិកសភាទាំងមូលមានន័យថាក្នុងករណីដែលមានបទល្មើសទោះបីជាបទល្មើសនឹងជាក់ស្ដែងក៏ដោយមិនជាក់ស្ដែងក៏ដោយបទល្មើសនឹងជាក់ស្ដែងត្រូវដាក់ជូនសម័យប្រជុំសភាដើម្បីសម្រេចតាមសម្លេងភាគច្រើន2/3ប៉ុន្តែដែលឡែកយើងឃើញថាការសម្រេចរបស់សភាកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2016ហ្នឹងឃើញថាអង្គប្រជុំហ្នឹងកុំថាឡើយដល់ទៅសម្រេចថាលើកអភ័យឯកសិទ្ធិឬមិនលើកបន្តនីតិវិធីឬមិនបន្តសូម្បីតែយើងនិយាយពីរឿងគោរមចាប់ផ្ដើមមុនដំបូងគេនិយាយពីរឿងគោរមហ្នឹងក៏អត់គ្រប់បាត់ទៅហើយអញ្ចឹងគោរមបានតែ68នាក់ទេហើយបើតាមច្បាប់គឺ2/3មានន័យថាទាល់តែ82នាក់ត្រូវចាប់ផ្ដើមមុនគឺត្រូវគិតរឿងគោរមនឹងមុនចាំនិយាយពីរឿងថាលើកអភ័យឯកសិទ្ធិសភាឬក៏ចាំនិយាយថាត្រូវបន្តឬមិនបន្តទីមួយគឺខុសគោរមនឹងបាត់ហើយតាក់ទងទៅនឹងមាត្រា80ហើយនៅក្នុងមាត្រា47នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាក៏បានចែងដែររាល់ការអនុម័តទាំងឡាយណាដែលត្រូវការសម្លេងគោរមលើសពី2/3គឺត្រូវតែមាត្រា47ការប្រជុំសភានឹងយកជាការបានលុះត្រាតែគោរមលើសពី2/3នៃចំនួនសមាជិកសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិច្រើនភាគច្រើន2/3នៃចំនួនសមាជិកសភាទាំងមូលអញ្ចឹងតើតែសម្លេងនោះ82អ្នកឡើងទៅបានយកជាការបានអញ្ចឹងការអនុម័តនៅថ្ងៃទី30ខែឧសភាឆ្នាំ2016នេះមានតែសម្លេង68អ្នកសួរថាតើសម្លេងនឹងយកជាការបាននៅក្នុងអង្គប្រជុំនាថ្ងៃនោះដែរឬទេផ្អែកទៅតាមមាត្រានេះគឺការអនុម័តនោះមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញហើយក៏អត់ត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភាតាមមាត្រា47ចំណុចកដែរចាចំណុចមួយទៀតនៅក្នុងរដ្ឋធម្មនុញ្ញក៏ដូចជាបទបញ្ជាផ្ទៃក្នុងក៏ដូចជាលក្ខន្តិកៈរបស់តំណាងរាស្ត្រគឺអត់មានមាត្រាណាមួយដែលចែងថាឲ្យរដ្ឋសភាសម្រេចថាបន្តនីតិវិធីឬអត់នោះទេតាក់ទងនឹងរឿងក្តីរបស់សមាជិកសភារូបណាមួយដែលប្រព្រឹត្តបទល្មើសអត់មានបញ្ញត្តិណាមួយចែងនៅរដ្ឋមិនមានឃើញចែងទេប៉ុន្តែផ្ទុយទៅវិញយើងឃើញចែងតែពីរឿងថាឲ្យលើកអភ័យឯកសិទ្ធិឬមួយក៏អត់ហើយនៅក្នុងមាត្រា7នៃលក្ខន្តិកៈតំណាងរាស្ត្រគឺចែងច្បាស់ណាស់មាត្រា7នៃលក្ខន្តិកៈតំណាងរាស្ត្រគឺបានចែងថាតំណាងរាស្ត្រណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនឹងអាចអនុញ្ញាតបើកឲ្យធ្វើការចោទប្រកាន់ការចាប់ខ្លួនការឃាត់ខ្លួនឬការឃុំខ្លួនតាមច្បាប់និងនីតិវិធីបានលុះត្រាតែមានការលើកអភ័យឯកសិទ្ធិជាមុនសិនអញ្ចឹងមាត្រានេះគេនិយាយថាតំណាងរាស្ត្រណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌគេអត់មាននិយាយថាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងឬមិនជាក់ស្ដែងនេះនិយាយរួមគឺថាឲ្យតែមានការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌចាអញ្ចឹងតើតែមានការលើកអភ័យឯកសិទ្ធិសភាជាមុនសិនទោះជាបទល្មើសនឹងជាក់ស្ដែងក៏ដោយឬអត់ក៏ដោយចាបើសិនជាជាក់ស្ដែងចាប់ទៅហើយទៅដាក់ចូលទៅក្នុងអង្គប្រជុំសភាទៅរកសម្លេងឲ្យបានលើសពី82អ្នកទៅហើយសម្រេចទៅធ្វើការចោទប្រកាន់ទៅចាតែនេះយើងឃើញថាសភាគឺចាប់ផ្ដើមពីគោរមគឺអត់គ្រប់គោរមទៅហើយចាបាទហើយចំណុចមួយទៀតខ្ញុំចង់បញ្ជាក់ដែរតាក់ទងទៅនឹងរឿងថាតើអភ័យឯកសិទ្ធិរបស់សភានឹងត្រូវបាត់បង់នៅពេលណាតើសារក្រមអត់ទាន់ចូលជាស្ថាពរត្រូវបាត់បង់ហើយអត់ហើយឬមួយក៏រហូតដល់សារក្រមស្ថាពរបើយើងពិនិត្យទៅលើមាត្រា14នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រត្រង់កថាខណ្ឌ3
តំណាងរាស្ត្រដែលមានសារក្រមស្ថាពរឬសារដីកាស្ថាពរសម្រាប់ថាជាទាន់ដិតជាប់ពន្ធនាគារត្រូវបាត់បង់ទាំងស្រុងនៅសិទ្ធិបុព្វសិទ្ធិនិងសមាជិកភាពជាសមាជិកសភាត្រង់នេះគឺមានន័យថាតើតែមានសារក្រមឬក៏សារដីកាស្ថាពរបានបាត់បង់សមាជិកភាពវាស្របគ្នាទៅនឹងរដ្ឋធម្មនុញ្ញរបស់យើងដែរដែលបានរដ្ឋធម្មនុញ្ញយើងក៏ដូចជាក្រមនីតិវិធីព្រហ្មទណ្ឌរបស់យើងនេះគឺបានចែងច្បាស់ថាទី1គឺវិសមត្ថភាពវិមតិសង្ស័យត្រូវតែជាប្រយោជន៍របស់ជនជាប់ចោទជានិច្ចទី1ហើយទី2គឺជនទាំងឡាយណាដែលមិនទាន់មានសារក្រមជាស្ថាពរទេជននោះគឺត្រូវតែចាត់ទុកថាជាមនុស្សឥតទោសដដែលអញ្ចឹងអាយដាមកុងសុខារហូតដល់ពេលនេះគឺអត់ទាន់មានសារក្រមស្ថាពរទេគាត់នៅតែជាតំណាងរាស្ត្រនិងមានអភ័យឯកសិទ្ធិសភាដដែលដើម្បីឲ្យលោកអ្នកស្ដាប់នឹងទស្សនាងាយយល់ថាអ្វីទៅដែលហៅថាសារក្រមស្ថាពរនោះនៅពេលណាសារក្រមស្ថាពរមានន័យថាសារក្រមនឹងអត់មានការប្តឹងតវ៉ាទៀតទេគឺបិទការផ្លូវតវ៉ាឬអស់សិទ្ធិការប្តឹងតវ៉ាជាក់ស្ដែងដូចជាករណីអាយដាមកុំសុខាសាលាដំបងគេបើកសិទ្ធិឲ្យប្តឹងឧទ្ធរតាមកំណត់ច្បាប់អញ្ចឹងមានន័យថា1ខែប្តឹងបើសិនជា1ខែហ្នឹងសំណុំរឿងនេះអត់មានប្តឹងឧទ្ធរទេអាយដាមកុំសុខាអត់ប្តឹងឧទ្ធរទេនោះសារក្រមនឹងคล้ายទៅជាស្ថាពរដែលអាចយកទៅអនុវត្តបានដែរប៉ុន្តែបើសិនជាមានប្តឹងឧទ្ធរអញ្ចឹងបណ្ដឹងនឹងនៅជាប់សាលាឧទ្ធរត្រូវដោះស្រាយទៀតហើយនៅពេលដែលសាលាឧទ្ធរដោះស្រាយហើយមានប្តឹងសារទុកទៀតមានន័យថាបណ្ដឹងជាប់រហូតអត់អាចស្ថាពរបានទេលុះត្រាតែទៅដល់តុលាការកំពូលហើយទោះបីជាប្តឹងទៅនៅតែចាញ់អានឹងបានវាស្ថាពរអូតូម៉ាទិកវាគ្មានកន្លែងដែលត្រូវប្តឹងទៀតទេចា៎បាទលោកហេតុជាតិថាលោកមានចំណុចណាដែលលោកមើលឃើញថាมันប្រក្រតីពាក់ព័ន្ធខុសនីតិវិធីអីលោកចង់បន្ថែមទេពាក់ព័ន្ធនឹងសារក្រមពាក់ព័ន្ធនឹងការសម្រេចសេចក្តីព្រឹកមិញដោយចៅក្រមជំនុំជម្រះនៃសាលាដំបងភ្នំពេញនោះយើងមានហេតុផល2ចំណុចដែលយើងបានដាក់ជូនទៅតុលាការភ្នំពេញហ្នឹងទី1គឺការស្នើសុំពន្យាពេលទី2គឺបណ្ដឹងដិតចិត្តហើយពាក់ព័ន្ធនឹងបណ្ដឹងដិតចិត្តនោះដោយលោកស្រីមេធាវីមេងសុភារីបានបញ្ជាក់ឲ្យថាដីកាសម្រេចរបស់ប្រធានសាលាពរស្ដីពីបណ្ដឹងដិតចិត្តនោះគឺក្រុមមេធាវីហ្នឹងគឺថាបានទទួលក្រោយពីសាវនាការលើករណីអាយដាមកឹមសុខាហ្នឹងអាចនឹងបានបញ្ចប់ឬក៏ជាបញ្ចប់ហើយព្រោះខ្ញុំជាមេធាវីម្នាក់ហ្នឹងគឺខ្ញុំបានទទួលដីកាស្ដីពីបណ្ដឹងដិតចិត្តហ្នឹងគឺនៅម៉ោង 7:11 ទៅហើយបាទគឺយើងម៉ោង 11 ទៅហើយពួកយើងខ្ញុំមិនបានចូលរួមក្នុងសាវនាការនោះទេដោយសារតែយើងបានដាក់ពាក្យពីហ្នឹងទី1សុំជាពេលហើយនឹងបណ្ដឹងដិតចិត្តហើយយើងអត់មានបានទទួលសេចក្តីសម្រេចស្ដីពីបណ្ដឹងដិតចិត្តហ្នឹងគឺមុនពេលសាវនាការទេគឺយើងអត់បានដឹងទេអញ្ចឹងក្នុងរឿងនេះលោកចក្រមជំនុំជម្រះគាត់ដំណើរការសាវនាការនេះចំពោះខ្ញុំជាមេធាវីយល់ឃើញថាគឺមិនត្រឹមត្រូវតាមនីតិវិធីទេបាទសូមអរគុណបាទការពីព្រឹកមិញនេះដែរគណៈសវនាការកំពុងប្រព្រឹត្តទៅនៅក្នុងតុលាការកម្លាំងចម្រុះប្រើហិង្សាចាប់អ្នកតវ៉ាម្នាក់ឈ្មោះតារាដែលប្រើឧឃោសនៈសាបស្រែកនៅមុខតុលាការថាសូមឲ្យតុលាការលើកលែងការចោទប្រកាន់លោកកឹមសុខាបាទហើយកម្លាំងចម្រុះចាប់គាត់យកទៅឃុំនៅខណ្ឌ7មករាប្រហែល 2-3 ម៉ោងទឹកដោះលែងខ្ញុំចង់ជំរាបសួរលោកអំសមថាតើគាត់ស្រែកតវ៉ានឹងខុសច្បាប់ដែរឬអត់បាទសូមអរគុណបាទតកតងនឹងបញ្ហានេះវាតកតងទៅដល់ឬសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋហើយកន្លងមកដូចជាករណីអាយដាមកឹមសុខាក្តីករណីចាប់សកម្មជនសិទ្ធិមនុស្ស5នាក់ដាក់ពន្ធនាគារក្តីយើងឃើញថាទាំងមតិជាតិទាំងមតិអន្តរជាតិក៏ដូចជាអង្គការអន្តរជាតិផ្សេងរួមទាំងម្ចាស់ជំនួយសម្រាប់កម្ពុជាផងសហគមន៍អឺរ៉ុបហ្នឹង
ក៏បានធ្វើការរិះគន់ហើយទទូចឲ្យមានការទម្លាក់ចោលនៅរាល់ការចោទប្រកាន់ទាំងអស់ទៅលើគណៈបកជំទាស់ឬគណៈបកប្រឆាំងក៏ដូចជាសកម្មជនការពារសិទ្ធិមនុស្សហើយទាមទារឲ្យគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនេះផ្ទាល់តែម្ដងអញ្ចឹងយើងឃើញថារហូតដល់មានបញ្ហារកម្មកោះមានការបង្កកជំនួយឬក៏មានការដាក់លក្ខខណ្ឌធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជាយើងចំពោះគេដែលគេអះអាងថាតកតងនឹងនៅមានការធ្វើទុកបុកម្នេញនឹងការគំរាមកំហែងទៅលើគណៈបកឬក៏សកម្មជនគណៈបកប្រឆាំងឬក៏តំណាងរាស្ត្រគណៈបកប្រឆាំងក៏ដូចជាអ្នកការពារសិទ្ធិមនុស្សហើយនឹងការរដ្ឋបတ်សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិកន្លងមកនេះអញ្ចឹងតកតងនឹងបញ្ហាព្រឹកមិញនេះយើងសួរថាបើសិនជាសិទ្ធិក្នុងការបញ្ចេញមតិរបស់គាត់ដែលមិនបានធ្វើឲ្យប៉ះពាល់អ្វីទេតើគាត់មានទោសអត់ខ្ញុំគិតថាអានេះវាអត់មានអីទេជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់យើងហើយបញ្ហាអ្វីក៏ដោយអញ្ចឹងបានយើងគិតថាបញ្ហាខ្លះយើងអាចជជែកគ្នាបានយើងអាចជជែកគ្នាទៅណាហើយមានការចរចាគ្នាទៅថាត្រូវធ្វើយ៉ាងម៉េចបើសិនជាមិនឲ្យបំពងអភ័យសនៈស័ព្ទទេតើត្រូវធ្វើយ៉ាងម៉េចយើងមិនអាចទៅយកបញ្ហានៃហិង្សាទៅដោះស្រាយទេអានេះហើយដែលធ្វើឲ្យវាប៉ះពាល់ទៅដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសយើងហើយទទួលនឹងការរិះគន់ធ្ងន់ធ្ងរថែមទៀតហើយការប្រើប្រាស់អំពើហិង្សានេះសួរថាបានផលចំណេញទៅលើអ្នកណាការដែលប្រើប្រាស់អំពើហិង្សាវាជាការមួយធ្វើដែលគេមើលឃើញថាយើងនៅតែប្រើប្រាស់នៅទង្វើមួយដែលគេហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ទៅដល់បុគ្គលឬក៏សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋអញ្ចឹងខ្ញុំគិតថារឿងទាំងអស់នេះវាប៉ះពាល់ដល់សិទ្ធិសេរីភាពធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋបាទសូមអរគុណឥឡូវយើងជជែកគ្នាយូរហើយខ្ញុំចង់ផ្ដល់ឱកាសអ្នកដែលហៅចូលមកដើម្បីលើកជាសំណួរជូនវាគ្មិនយើងបាទលោកជៀនពីខេត្តកណ្ដាលលោកជៀនខ្ញុំមកពីខាងកណ្ដាលស្ទឹងបាទស្ទឹងបាទលើកជាសំណួរវាគ្មិនខ្ញុំចង់មានសំណួរមួយសួរថាកនសន្តិសុខក្រុងភ្នំពេញនេះបានខ្ញុំមើលឃើញថាហ៊ានដល់យកដៃសំពងដល់អ្នកទៀមទាគ្រាន់តែស្រេចទៅតាមគុណធម៌សាស្ត្រក៏ដល់អំពើសហិង្សាហើយអីអាជ្ញាធរសមត្ថកិច្ចឬមួយតុលាការក៏មិនចាត់ការអ្នកទាំងអស់ហ្នឹងបែរជាចាត់ចំណាត់ការទៅលើអ្នកទៀមទាទៅលើពងសម្លេងនេះទៅវិញអានេះចំណុចទី1ចំណុចទី2ខ្ញុំចង់សួរថាហេតុអីតុលាការនៅកម្ពុជាទោះបីអង្គការសង្គមស៊ីវិលជាតិអន្តរជាតិថាតុលាការនេះកំពុងដើរខុសនឹងពីនីតិវិធីច្បាប់ហេតុអីក៏តុលាការនៅកម្ពុជាមិនខ្លាចញញើតពីអង្គការអន្តរជាតិនិងសហគមន៍អន្តរជាតិទៅសូមឲ្យវាគ្មិនបកស្រាយបានចំបាទសូមអរគុណជំរាបលាបាទសូមអរគុណហើយជាលោកសមាតអាចចាទៀតហើយសូមឆ្លើយសំណួរគាត់ទី1សួរថាហេតុអីបានតុលាការមិនចាត់ការអ្នកវាយគេគាត់ថាស្រែកប្រើឧក្រិដ្ឋស័ព្ទស្រែកតវ៉ាព្រឹកមិញហ្នឹងហើយទី2ហេតុអីបានខាងតុលាការមិនខ្លាចសហគមន៍អន្តរជាតិបាទសូមអរគុណបញ្ហាទី1តកតងនឹងបញ្ហានៃការប្រើប្រាស់អំពើហិង្សាបើតាមផ្លូវច្បាប់គឺมันមានការលើកលែងទេជាពិសេសបើសិនជាសមត្ថកិច្ចប្រើប្រាស់អំពើហិង្សាអានឹងរឹតតែត្រូវចាត់វិធានការបន្ថែមទៀតពីព្រោះយើងត្រូវការប្រើប្រាស់ហិង្សាឬក៏ណាមួយគឺជាទង្វើខុសនឹងច្បាប់ហើយបើសិនជាហិង្សានឹងវាធ្ងន់ធ្ងរអានឹងត្រូវតែប្រឈមមុខចំពោះច្បាប់ធ្ងន់ធ្ងរផងដែរអញ្ចឹងខ្ញុំបញ្ហាទាំងអស់នេះហើយដែលកន្លងមកយើងជាសង្គមស៊ីវិលយើងឃើញថាប្រជាពលរដ្ឋដែលគាត់ខ្លះគាត់ថាគាត់អស់ជំនឿទៅលើប្រព័ន្ធតុលាការដោយសារតែគាត់មើលឃើញថាការអនុវត្តនឹងហាក់បីដូចជាវាមានស្តង់ដារខុសគ្នាចំពោះប្រជាពលរដ្ឋនៅពេលដែលមានអំពើហិង្សាកើតឡើងប្រជាពលរដ្ឋរងគ្រោះហើយប្រជាពលរដ្ឋប្តឹងផ្តល់មិនសូវជាមានវិធានការទេទៅលើសមត្ថកិច្ចឬក៏កងសន្តិសុខនឹងក៏ប៉ុន្តែបើសិនជាកងសន្តិសុខឬសមត្ថកិច្ចប្តឹងវិញថាប្រជាពលរដ្ឋប្រើប្រាស់នៅអំពើហិង្សាគឺវិធានការចាត់ការភ្លាមតែម្ដងអានេះដែលនាំឲ្យមានការរិះគន់ហើយគិតថាការអនុវត្តវានៅមានស្តង់ដារផ្សេងគ្នានៅឡើយ
អញ្ចឹងបញ្ហានេះយើងឃើញថាក្នុងរដ្ឋធម្មនុញ្ញថាតុលាការជាប្រព័ន្ធតុលាការឯករាជ្យហើយខ្ញុំចាំបានថានៅក្នុងក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991ខែទី3ហ្នឹងគឺគេបានចែងច្បាស់អំពីថាកម្ពុជាយើងត្រូវធានាឯករាជ្យភាពតានៃប្រព័ន្ធតុលាការប្រព័ន្ធយុត្តិធម៌ហ្នឹងហើយនៅក្នុងរដ្ឋធម្មនុញ្ញយើងឃើញថាព្រះមហាក្សត្រធានានៅប្រព័ន្ធតុលាការនេះធានាឯករាជ្យភាពរបស់ប្រព័ន្ធតុលាការផងដែរអញ្ចឹងដោយសារតែបញ្ហាទាំងអស់នេះដែលការអនុវត្តជាក់ស្ដែងទៅធ្វើឲ្យប្រជាពលរដ្ឋនឹងគាត់បាត់បង់ជំនឿហើយមានការរិះគន់ជាបន្តបន្ទាប់ថាប្រព័ន្ធតុលាការយើងមិនទាន់ឯករាជ្យស្ថិតនៅក្រោមសម្ពាធនយោបាយហើយសហគមន៍អន្តរជាតិលោកបានធ្វើការរិះគន់ហើយសូមឲ្យមានការកំណែទម្រង់ជាបន្តបន្ទាប់សូម្បីតែអ្នករាយការណ៍ពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងដែលធ្វើរបាយការណ៍ម្ដងឬក៏4ឆ្នាំម្ដងដែលយើងធ្វើមានការប្រជុំស្ដីពីសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិក្រុមប្រឹក្សាសិទ្ធិមនុស្សហ្នឹងចំណុចដដែលគេលើកហ្នឹងគឺឯករាជ្យភាពនៃប្រព័ន្ធតុលាការសូមអរគុណលោកសមត្ថបាទមានអ្នកលេង Facebook ម្នាក់ឈ្មោះវណ្ណៈគាត់សួរលើកសំណួរមួយសួរថាតើតុលាការមានរកមុខអ្នកលួចថតសម្លេងរបស់លោកកឹមសុខាឃើញហើយឬនៅអញ្ចឹងខ្ញុំចង់លើកសំណួរនេះទៅលោកហែបជាតិបាទសូមអរគុណពាក់ព័ន្ធទៅនឹងបញ្ហានេះអ្នកដែលលួចថតសម្លេងនេះតាមផ្លូវច្បាប់គឺមន្ត្រីនគរបាលយុតិធធម៌និងព្រះអាជ្ញាគាត់ដែលជាអ្នកដែលជាដើមមិនដឹងនៅក្នុងរឿងអាជ្ញាគឺគាត់មានតួនាទីនៅក្នុងការស្វែងរកជនល្មើសដែលបានប្រព្រឹត្តបទល្មើសពីព្រោះថាការថតខ្សែអត្ថនៃការសន្ទនារបស់បុគ្គលដទៃគឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលព្រោះថាការឆ្លើយឆ្លងតាមទូរស័ព្ទទូរពំឬតាមទូរស័ព្ទគឺរដ្ឋធម្មនុញ្ញហាមឃាត់មិនអនុញ្ញាតឲ្យមានការលួចស្ដាប់ឬក៏លួចថតទេអញ្ចឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលគឺបានការពារខ្លាំងណាស់ទៅដល់សេរីភាពនៃការតាក់ទងរវាងបុគ្គលឯកជនបាទសំខាន់ណាស់អញ្ចឹងមន្ត្រីនគរបាលយុតិធធម៌និងព្រះអាជ្ញាដែលជាម្ចាស់បណ្ដឹងអាជ្ញានោះគឺគាត់ត្រូវស្វែងរកអ្នកដែលថតខ្សែអត្ថនោះតែម្ដងដោយមិនបាច់មានពាក្យបណ្ដឹងពីជនរងគ្រោះទេបាទហើយបើតាមខ្ញុំដឹងមកដល់ពេលនេះដូចជាមិននគរបាលយុតិធធម៌និងព្រះអាជ្ញាដូចជាមិនបានចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរកមុខជនដែលលួចថតសម្លេងហើយនឹងការផ្សព្វផ្សាយសម្លេងនេះទេបាទប៉ុន្តែរឿងសម្លេងហ្នឹងគឺយើងអត់ទាន់ដឹងថាសម្លេងរបស់ឯកឧត្តមកឹមសុខានិងនាងតារាទីពិតប្រាកដឬមកអត់ទេប៉ុន្តែទោះបីថារកទៅមិនមែនជាសម្លេងពិតប្រាកដក្តីអ្នកដែលបង្កើតសម្លេងអ្នកដូចហ្នឹងក៏ត្រូវតែមានការផ្ដន្ទាទោសដែរចា៎បាទសូមអរគុណឥឡូវសូមលើកទូរស័ព្ទមួយខ្សែទៀតពីព្រៃវែងលោកយូទីបាទលោកយូទីបាទជម្រាបសួរលោកមានសំណួរអីបាទខ្ញុំមានសំណួរពីរបងទី1ខ្ញុំចង់សួរថាឧទាហរណ៍គាត់តារឿងនិយាយនៅទូរស័ព្ទនោះខ្ញុំជាពលរដ្ឋខ្ញុំមានការឆ្ងល់និយាយអញ្ចឹងរឿងស្រីរឿងអីមានប្រមាណអ្នកឲ្យទៅជាប់គុកបាទខ្ញុំលើប្រទេសកម្ពុជាមានប្រមាណអ្នកដែលរងទុកដោយលោកកឹមសុខាអញ្ចឹងបាទហើយសំណួរទី2ខ្ញុំចង់សួរថាពីថ្ងៃមិញនេះជាពួកខ្ញុំហ្នឹងក៏នៅកាន់បដាចិត្តដល់លោកក្រុមប្រឹក្សារាជធានីលោកផល្លាចិត្តហ្នឹងគាត់យកអត់ជាការពារភូមិហ្នឹងគាត់យកមកទាញបដាឲ្យបដានោះមានដាក់ស្អីគាត់ថាបដាដាក់យើងរស់ដល់ពេលណាតែប៉ុណ្ណឹងទេទាញស្ដាប់ចង្អល់ឲ្យជាភូមិគេទូឲ្យស្រវឹងឡើងតហើយចឹងព្រៀបដូចមើលទៅឃើញទាញអុកក្បាលគាត់ឲ្យវាយគាត់មកដំបងផាំងមុខប្រជាពលរដ្ឋបាទហ្នឹងខ្ញុំសួរថាមេធាវីតើបើធ្វើអញ្ចឹងតើទុកហ្នឹងមិនទុកកម្មសខានោះពីណាខ្លួនជាងពីណាបាទគាត់ចង់ដឹងអញ្ចឹងឃើញពេកអញ្ចឹងបាទគាត់ប៉ុណ្ណឹងច្បាស់ខ្ញុំសូមអរគុណលោកទីបាទឥឡូវផ្ដល់សំណួរនេះជូនលោកស្រីសុភារី
ចាអរគុណចំពោះសំណួរនេះលោកពូគាត់ឆ្ងល់នេះវាត្រឹមត្រូវសូម្បីតែខ្ញុំនឹងក៏ឆ្ងល់ដែរយើងឃើញថារឿងអានេះយើងអត់តន់និយាយដល់រឿងនឹងថាពិតហើយអត់ពិតទេណាបើខ្ញុំនិយាយវិញថាបើអត់ទាស់ថារឿងវាពិតថាតើអញ្ចឹងបុរសមកកណោនេះដែលគាត់តែងតែលួចលាក់មានស្រីអីដែរទំទោះណាគាត់ត្រូវមានទោសដែរឬយ៉ាងណាព្រោះបើតាមច្បាប់របស់យើងក្រមនីតិវិធីក្រមព្រហ្មទណ្ឌគឺថានីតិភាពនៃការរួមភេទហ្នឹងគឺចាប់ពី15ឆ្នាំឡើងទៅបើគាត់មានការព្រមព្រៀងគ្នានោះគឺជាការព្រមព្រៀងគ្នាដោយគ្មានបទល្មើសនោះទេចាហេតុដូច្នេះហើយយើងឃើញថាឃើញមានបរិសុទ្ធស្ត្រីមួយចំនួននៅមិនថាស្រុកយើងស្រុកគេទេតែងតែមានសម្ព័ន្ធភាពស្នេហាហ្នឹងហើយក៏មិនដែលឃើញមានអូសចាប់ទោសអូសដំណើរដែរលើកលែងថាប្តីឬក៏ប្រពន្ធគាត់ហ្នឹងប្តឹងពីរឿងបាត់អីផ្សេងឯកពន្ធភាពអីផ្សេងចឹងបានវាមានតែបើថាมันមានពីរឿងប្តីប្រពន្ធគេប្តឹងទេរឿងគេស្រឡាញ់គ្នាព្រោះវាជាសិទ្ធិសេរីភាពរបស់គេកុំឲ្យតែមានការចាប់បង្ខំអានេះតាក់ទងទៅនឹងរឿងសេរីភាពដែលពួកគាត់មានស្នេហាហ្នឹងវាមិនត្រូវថាមានទោសហើយយើងបកមករឿងនេះវិញដល់រឿងនេះយើងឃើញថាឥឡូវនេះគឺយើងអត់ទាន់ដឹងទេថាវាពិតមិនពិតទេហើយដូច្នេះហើយខ្ញុំក៏មិនមែនជាមេធាវីនៅក្នុងសំណុំរឿងតាក់ទងនឹងរឿងមួយនឹងដែរខ្ញុំជាមេធាវីតែក្នុងសំណុំរឿងបទបដិសេធក្នុងការចូលខ្លួននេះហើយដូច្នេះហើយខ្ញុំសូមបញ្ជាក់នឹងជំរាបតែតាក់ទងទៅនឹងបទល្មើសដែលនាងខ្ញុំទទួលការពឹងពាក់តែប៉ុណ្ណោះចាគឺបទល្មើសបទបដិសេធនៅក្នុងការចូលខ្លួនដែលឡាយចំពោះរឿងផ្សេងនោះគឺខ្ញុំពុំមែនជាមេធាវីហើយនេះខ្ញុំសូមចូលរួមតែប៉ុណ្្នឹងទេចាសូមអរគុណតាក់ទងនឹងសាលក្រមរំទាទោសឲ្យលោកកម្មសខាជាប់ពន្ធនាគារ5ខែព្រឹកមិញនេះខ្ញុំយល់ពីលោកស្រីមេធាវីលើកឡើងអំពីថាបើសិនជាសាលក្រមមិនទាន់ស្ថាពរទេនឹងគាត់នៅតែចាត់ទុកជាមនុស្សដែលគ្មានទុកបីប៉ុន្តែឥឡូវនេះសាលក្រមរបស់សាលាដំបងនឹងចេញហើយសួរថាហើយទោសគាត់ក្រោម1ឆ្នាំទេគឺ5ខែសួរថាតើតុលាការអាចនឹងចាត់ការពេលណាម៉ោងណាស្អែកអីទេចាប់ខ្លួនគាត់យកទៅដាក់ពន្ធនាគារទេបើយើងពិនិត្យមើលទៅលើក្រមនីតិវិធីព្រហ្មទណ្ឌយើងឃើញថារាល់បទល្មើសទាំងឡាយណាដែលមានការផ្ដន្ទាទោសដែលកម្រិតអបបរមានៃទោសនឹងក្រោម1ឆ្នាំនោះគឺมันអាចត្រូវបានចាប់ខ្លួននៅមុនពេលដែលសាលក្រមចូលជាស្ថាពរទេហើយជាទូទៅយើងឃើញថាការប្រកាសការឲ្យចាប់ខ្លួននេះគឺត្រូវមានភ្ជាប់នៅក្នុងការប្រកាសសាលក្រមនឹងដែរថាចាប់ខ្លួននៅពេលណាប៉ុន្តែដែលឡាយចំពោះរឿងដែលមានកម្រិតអតិបរមានៃទោសក្រោម1ឆ្នាំបែបនេះនោះគឺនៅក្នុងច្បាប់មិនតម្រូវឲ្យមានការចាប់ខ្លួនមុនពេលដែលសាលក្រមចូលជាស្ថាពរនោះទេចា៎បាទសូមជ័យលោកជាជាតិបាទខ្ញុំសូមបន្ថែមទៅលើលោកស្រីមេធាវីមេសុភារីខ្ញុំចង់បញ្ជាក់ជូនថាទី1តាមមាត្រា353នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជាយើងគឺថាតាមមាត្រានេះគឺតុលាការនៅពេលដែលសាវនាការហ្នឹងកាលណាប្រកាសទណ្ឌកម្មមួយដែលក្រោម1ឆ្នាំគឺតុលាការអត់មានសិទ្ធិក្នុងការចេញនៃការចាប់ខ្លួនឬនៃការឃុំខ្លួនទេបាទអញ្ចឹងហើយខ្ញុំគិតថាដោយសារតែមានមាត្រា353នេះគេចែងដូចនេះហើយបានជាខាងតុលាការមិនចេញនៃការចាប់ខ្លួនកូនក្តីរបស់ខ្ញុំលោកកឹមសុខានៅថ្ងៃនេះប៉ុន្តែបើសិនណាជាគេចោទប្រកាន់តាមមាត្រាផ្សេងនោះខ្ញុំជឿថាប្រហែលជាមានការចាប់ខ្លួនចំណុចទី1ចំណុចទី2ទៀតចង់បញ្ជាក់ជូនថាតុលាការបានខាងអัยការបានន័យថាយុត្តិធម៌ចោទប្រកាន់បានចោទប្រកាន់កូនក្តីរបស់ខ្ញុំអាយដាមកឹមសុខាតាមមាត្រា538រីឯទណ្ឌកម្មនៅក្នុងមាត្រានេះគឺគេកំណត់ពី1ខែទៅ6ខែបាទអញ្ចឹងនៅក្នុងក្រមនីតិវិធីរដ្ឋប្រវេណីកាលណាទណ្ឌកម្មដែលតិចជាង1ឆ្នាំគឺតុលាការ
มันអាចអនុវត្តនៅការចាប់ប្រកាសចាប់ខ្លួនបានទេអញ្ចឹងនៅក្នុងករណីនេះគឺថាសាលក្រមអាចនឹងមានការចាប់ខ្លួនលុះត្រាតែសាលក្រមចូលថាបាទបានអាចចាប់បានប៉ុន្តែក្នុងករណីនេះគឺទើបតែមិនដឹងថាខាងខ្ញុំមិនទាន់បានទទួលសាលក្រមទេហើយព័ត៌មានដែលយើងថាដាក់ទោសគាត់5ខែនោះក៏ជាព័ត៌មានដែលយើងបានទទួលតាមបណ្ដាញសង្គមទេប៉ុន្តែព័ត៌មានផ្លូវការគឺយើងអត់បានទទួលទេបាទអញ្ចឹងគឺគាត់នៅមានរយៈពេល1ខែទៀតដើម្បីគាត់ធ្វើបណ្ដឹងទៅសាលាតហើយនៅក្នុងអំឡុងពេលនៃបណ្ដឹងអតនិងក្នុងដំណើរការអតគឺសាលក្រមមិនអាចអនុវត្តបានទេគឺត្រូវផ្អាកសិនទៅតាមមាត្រា398នៃក្រមនីតិវិធីព្រហ្មទណ្ឌពីព្រោះមាត្រា398គឺបានចែងថាអនុភាពនៃបណ្ដឹងអតលើការអនុវត្តសាលក្រមគឺក្នុងរយៈពេលនោះសាលក្រមរបស់សាលាដំបងភ្នំពេញគឺត្រូវផ្អាកសិនអញ្ចឹងជាសរុបសេចក្តីមកគឺតាមមាត្រា353និងមាត្រា398បាទគឺតុលាការមិនអាចធ្វើការចាប់ខ្លួនកូនក្រីខ្ញុំបានទេបាទសូមអរគុណបាទនៅថ្ងៃនេះដែរក្រោយពីសាលាដំបងចេញសារក្រមផ្ដន្ទាទោសលោកកឹមសុខានឹងគណៈបកសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថាមិនអាចទទួលយកបានជាដាច់ខាតនៅសាលក្រមរបស់សាលាដំបងរាជធានីភ្នំពេញដែលផ្ដន្ទាទោសលោកកឹមសុខាបាទហើយគណៈបកសង្គ្រោះជាតិក៏ប្រកាសថានឹងបន្តការតស៊ូនយោបាយទាមទារឲ្យមានការទម្លាក់ការចោទប្រកាន់លើរូបលោកកឹមសុខាសកម្មជននិងថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិដទៃទៀតព្រមទាំងអង្គការសង្គមស៊ីវិលនិងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយគណៈបកសង្គ្រោះជាតិក៏ប្រកាសទៀតថាអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យចូលរួមជាមួយគណៈបក្សសង្គ្រោះជាតិដើម្បីការពារសិទ្ធិសេរីភាពរបបប្រជាធិបតេយ្យសេរីពហុបកនិងអភ័យឯកសិទ្ធិសភាដែលចែងនៅក្នុងធម្មនុញ្ញនៃរាជាណាចក្រកម្ពុជាបាទដោយសារយើងជិតអស់ពេលហើយខ្ញុំចង់ផ្ដល់ជូនលោកអំសំអាតជាចុងក្រោយតើករណីនេះអាចคล้ายជាគំរូសំណុំរឿងករណីគំរូសម្រាប់ករណីទៅមុខទៀតទេបាទអរគុណខ្ញុំគិតថាបើគំរូល្អវាមិនជាគំរូល្អទេនេះវាជាគំរូមួយដែលយើងមិនអាចទទួលយកបានពីព្រោះវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដែរបើយើងនិយាយអំពីអភ័យឯកសិទ្ធិវិញរបស់រដ្ឋសភាកិច្ចអភ័យឯកសិទ្ធិនេះគឺដើម្បីធានានៃការបំពេញមុខងាររបស់តំណាងរាស្ត្រមួយលើកលែងតែបទល្មើសនឹងវាជាបទអក្រិតជាក់ស្ដែងឬក៏ជាបទអក្រិតធ្ងន់ធ្ងរអាហ្នឹងគឺគេដំណើរការតាមផ្លូវច្បាប់ប៉ុន្តែបើសិនជាបទល្មើសដែលតូចតាចគឺគេទុកលទ្ធភាពឲ្យតំណាងរាស្ត្រគាត់បន្តនៅតួនាទីនិងភារកិច្ចរបស់គាត់បំពេញតំណាងរាស្ត្រជាតំណាងរាស្ត្រនេះដោយគ្មានភាពភ័យខ្លាចប៉ុន្តែបើសិនជាតំណាងរាស្ត្រអភ័យឯកសិទ្ធិនឹងមិនបានការពារហើយទូនាទីនឹងការបំពេញសន្តិភាពភាពភ័យខ្លាចអានឹងគឺគាត់មិនបានបំពេញទូនាទីរបស់គាត់នឹងពេញលេញទេហើយមួយទៀតខ្ញុំគិតថាក្រោយពីសាលក្រមនេះចេញខ្ញុំជឿជាក់ថានឹងមានការរិះគន់ជាបន្តបន្ទាប់ទាំងមតិជាតិអង្គការអន្តរជាតិធំៗក៏ដូចជាសហគមន៍អន្តរជាតិផងដែរចំពោះសាលក្រមនេះបាទឃើញថាមានការចេញច្រើនមិនពេញចិត្តនៅមុនពេលសកម្មភាពទៅទៀតដែលទាមទារឲ្យមានការគោរពសិទ្ធិមនុស្សពីអង្គការសហប្រជាជាតិជាដើមបាទដោយអស់ពេលហើយខ្ញុំអាជីវិតានិងក្រុមការងារទាំងអស់សូមអរគុណនិងសូមជម្រាបលាហើយសូមជម្រាបលាពីខ្ញុំទាំងនេះបាទសូមជម្រាបលាបាទ